បាទសួស្តីឥឡូវយើងចូលមកដល់មេរៀនបន្តបន្ទាប់យើងរៀនអំពីអក្សរ Q បាទនេះជាវគ្គសិក្សាភាសាអង់គ្លេសកម្រិតមូលដ្ឋានបាទយើងសិក្សាមូលដ្ឋានគឺយើងសិក្សាអំពីព្យញ្ជនៈព្យញ្ជនៈទល់ព្យញ្ជនៈផ្សំស្រៈទល់ស្រៈផ្សំឥឡូវយើងសិក្សាអំពីព្យញ្ជនៈទល់ដល់អក្សរ Q អូខេឥឡូវយើងមើលអក្សរ Q អក្សរ Q មានសូរជាភាសាខ្មែរគឺខចង្វោនិងខចង្វោខចង្វោខ្វខចង្វោខ្វនេះអូខេអញ្ចឹងខ្វណាខ្វខ្វអូខេឥឡូវយើងមកមើលអក្សរ Q នៅក្នុងពាក្យបន្សំពាក្យអូខេឥឡូវយើងមើលពាក្យនេះគួរតែអានដូចបណ្ឌិតបាទឥឡូវលក្ខណៈពិសេសរបស់អក្សរ Q គឺកាលណានៅឈរនៅក្នុងលំដាប់ជួរព្យញ្ជនៈគឺវានៅតែឯងទេប៉ុន្តែបើសិនជាពេលយកវាមកប្រើនៅក្នុងពាក្យគឺវាជាប់ u មកជាមួយណាលក្ខណៈពិសេសរបស់អក្សរ Q ណាបាទជាប់ u មកជាមួយបាទហើយប្រកបយកតែម្ដងអូខេនេះគឺ Q U អានថាខ្វណាយកមកខ្វបាទខ្វ E ពីរដងនេះជាស្រៈផ្សំអញ្ចឹងវាមានសំឡេង E ណាមានសំឡេង E ហើយ N នេះ no អញ្ចឹងយើងប្រកបថាម៉េចខចង្វោខ្វ equino queen ចេះ queen queen បកថាម្ចាស់ស្ត្រីបាទនេះគឺជារូបម្ចាស់ស្ត្រីណាបាទឧទាហរណ៍ she is a queen of England នាងគឺជាម្ចាស់ស្ត្រីនៃប្រទេសអង់គ្លេស she is a queen of England អូខេឥឡូវយើងមើលពាក្យមួយទៀតបាទពាក្យនេះគួរអានដូចបណ្ឌិតបាទឥឡូវយើងមើលលក្ខណៈរបស់គ្នាកន្លែងនេះក៏មានលក្ខណៈពិសេសដែរបាទអញ្ចឹង Q U នឹងឲ្យ for បាទ A/E ជានិមិត្តសញ្ញានៃស្រៈផ្សំហើយកន្លែងនេះគឺវាមានសំឡេង A ស្រៈផ្សំនេះណាបាទហើយបានអានថា A ឥឡូវយើងមើលពាក្យទាំងឡាយណាដែលមានទ្រង់ទ្រាយបែបនេះ A ហើយមានស្លាស់ E នេះឃើញ A បាទមានព្យញ្ជនៈហើយ E ណា A មានព្យញ្ជនៈហើយ E ណាអញ្ចឹងទាំងអស់នេះគឺប្រកបចេញស្រៈគឺស្រៈ A ណាឧទាហរណ៍ជា M គឺ mo ណា mo អូខេយើងអានថាខ្មែរអូខេអានេះកណា mo អេមេក make អូខេអានេះខណាខអេខេក cake យេ mo អេមេត made ដអេដេត date លោអេលេត late សិតតែជាស្រៈ A ណាបាទអញ្ចឹង K ហ្នឹងហើយបាទវាមានសំឡេងកបាទហើយក៏គឺមានខ្យល់ដែរខ្យល់ខដែរចាអញ្ចឹងយើងគួរតែអានដូចម្ដេចពាក្យនេះបាទយើងអានថាខចង្វោខ្វះអីខ្វែងក៏ quake បកថារំជួយដីណា quake រំជួយដីអូខេឥឡូវយើងមើលប្រយោគបាទតែម៉េចយើងអានអរគ្នា The earthquake ការរំជួយដី make បាទធ្វើឲ្យខ្ញុំ afraid ភ័យខ្លាចណា The earthquake ការរំជួយដី make me ធ្វើឲ្យខ្ញុំ afraid ភ័យខ្លាច afraid ណា afraid AI សំឡេងស្អីអូខេតែឥឡូវយើងតមកទៀតបាទឥឡូវយើងទៅមកពាក្យទៀតបាទពាក្យនេះតើយើងគួរតែអានដូចម្ដេចយើងមើលទាំងអស់គ្នាបាទដូចជាស្រៈច្រើនណាអូខេឥឡូវយើងមើលលក្ខណៈពិសេសរបស់វាគឺអូខេ for បាទអានេះគឺជាមានសំឡេង A ណាបាទកាលណាស្រៈអានេះគឺស្រៈផ្សំបងប្អូនចំណាំបាទអានេះ A បន្តមកហើយ I អាហ្នឹងមានសំឡេង A ប៉ុន្តែបើសិនជា I នៅមុន A អាហ្នឹងមានសំឡេង E ឧទាហរណ៍ដូចជា Cambodia ណាបងប្អូនមើលទៅ Cambodia Cambodian ណាបាទប៉ុន្តែអានេះ A មុនគឺ A ហើយ I ស្រៈផ្សំហ្នឹងគឺមានសំឡេង A ណាបាទ L គឺ low ណាគេអញ្ចឹងពាក្យនេះយើងគួរតែអានដូចបណ្ឌិតយើងសាអានមើលខចង្វោខ្វ for A quail ណាអានថា quail បកថាម៉េចបាទ quail បកថាសត្វក្រួយអូខេសត្វក្រួយអូខេឥឡូវយើងមើលប្រយោគទាំងអស់នេះអានថាម៉េចចា These are quails in US ទាំងនេះគឺជាសត្វក្រួចនៅក្នុងសហរដ្ឋអាមេរិក
ខ្វេលអរគុណដែលបានទស្សនាដល់ចំណុចនេះយើងនឹងសិក្សាមេរៀនជាបន្តទៀតនៅវគ្គក្រោយៗបាទសូមអរគុណច្រើន